សួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយករឿងរ៉ាវដ៏ព្រឺព្រួយមួយទៀតហើយដើម្បីមកចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់សម្រាប់បងប្អូនដែលមិនទាន់បានចុច Subscribe សូមចុច Subscribe និងចុចរូបសញ្ញាកណ្ដឹងរឿងនេះគឺបង្ហាញនៅពេលមួយដែលក្រោយពីបងឌីបានចាកចេញពីភូមិទៅបងច័ន្ទនិងបងលៀបបានត្រឡប់មកប្រកបការងារធ្វើការរកស៊ីវិញធម្មតាព្រឹកព្រលឹមថ្ងៃមួយមេឃស្រឡះល្អព្រះអាទិត្យបានចែងចាំងរស្មីពន្លឺបំភ្លឺផ្ទៃផែនភស្តុភារនេះសភាពការនៅក្នុងភូមិក៏មានសភាពធម្មតាបងប្អូនអ្នកភូមិបានប្រកបមុខរបររកស៊ីជាធម្មតាអ្នកភូមិខ្លះក៏ទៅចំការច្បារដំណាំដើម្បីដាំដំណាំអ្នកខ្លះក៏ទៅរកអនុវល់ព្រៃឈើអ្នកខ្លះក៏ទៅរករបស់ព្រៃអ្នកខ្លះក៏បបបាញ់សត្វជាដើមចំណែកឯបងច័ន្ទនិងបងលៀបក៏បានបំពេញការងារនៅបន្ទាយរបស់គាត់ជាធម្មតាបើនិយាយពីព្រៃខាងកើតភូមិវិញក៏មានសភាពជាធម្មតានៅឡើយនៅពេលនោះមួយផងដែរស្រាប់តែមានឡានមួយគ្រឿងបានចូលមកភូមិហើយអ្នកភូមិពិតជាចម្លែកណាស់ព្រោះកម្រមានឡានដែលមកទីនេះណាព្រោះមានតែរថយន្តទាហានឬក៏រថយន្តពួកអាដំរីទឹកដែលរដ្ឋអំណាចប្រើនៅក្នុងការដឹកឈើហូបធំជាដើមខ្ញុំភ្លេចប្រាប់បងប្អូនថាដំណើរសាច់រឿងនេះគឺស្ថិតនៅចន្លោះឆ្នាំ1980និងឆ្នាំ1990និងដែលចំនួននោះគឺប្រទេសយើងទើបតែងើបចេញពីភ្លើងសង្គ្រាមនៅឡើយដូច្នេះនៅចំនួននោះគឺមានការកាប់ឈើហូបធំនៅឡើយយើងបន្តមកសាច់រឿងរបស់យើងវិញគឺឡានថ្មីដែលចូលមកភូមិនោះគឺជាឡានរបស់ក្រុមការងារក្រសួងអប់រំយុវជននិងកីឡាដែលគេនឹងមកសិក្សានៅតំបន់នេះព្រោះគេមានគម្រោងត្រូវបើកសាលារៀនតូចមួយសម្រាប់ការអប់រំនៅក្នុងភូមិដាច់ស្រយាលក្បែរជើងភ្នំមួយនេះក្រោយមកយើងក៏បានឃើញក្រុមការងារលោកគ្រូអ្នកគ្រូដែលមកពីទីក្រុងនោះក៏បានឲ្យលោកមេភូមិហៅប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងភូមិមកសិក្សាពីគម្រោងមួយនេះអង្គប្រជុំមួយត្រូវបានកើតឡើងនៅផ្ទះរបស់លោកមេភូមិហើយពេលនោះយើងឃើញបងច័ន្ទបងលៀបនិងលោកមេបញ្ជាការរបស់គាត់ក៏ត្រូវបានមកអញ្ជើញមកចូលរួមដែរព្រមទាំងលោកគ្រូចៅអធិការវត្តផងដែរអង្គប្រជុំមួយត្រូវបានបើកដោយសភាពរីករាយនិងយើងឃើញស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលពួកគាត់គឺពេញចិត្តខ្លាំងណាស់ដែលពួកគាត់ទទួលបានសមិទ្ធផលថ្មីមួយសម្រាប់ឲ្យកូនរបស់ពួកគាត់បានរៀនសូត្រនៅពេលដែលលោកគ្រូដែលមកពីក្រសួងបានជាប្រធានអង្គប្រជុំនោះបានលើកឡើងថានៅតំបន់របស់បងប្អូននេះគឺស្ថិតនៅឆ្ងាយពីទីប្រជុំជនណាដូច្នេះរាជរដ្ឋាភិបាលបានគិតគូរយ៉ាងម៉ត់ចត់គឺផ្ដល់ការសាងសង់សាលារៀនមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសីមាន3បន្ទប់និងក៏ធ្វើផ្ទះសម្រាប់គ្រូមួយខ្នងដែរពេលនោះយើងបានឃើញស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ដាច់ស្រយាលមួយនេះគឺគាត់មានក្តីសង្ឃឹមឡើងវិញហើយព្រោះពួកគាត់សុទ្ធសឹងតែជាមនុស្សស្លូតត្រង់មិនបានរៀនសូត្រខ្ពង់ខ្ពស់អីទេព្រោះប្រទេសយើងទើបតែងើបពីភ្លើងសង្គ្រាមនៅពេលដែលពួកគាត់ទទួលបានការយកចិត្តទុកដាក់បែបនេះពួកគាត់ពិតជាសប្បាយចិត្តណាស់អង្គប្រជុំពោពេញទៅដោយបរិយាកាសរីករាយប៉ុន្តែពេលនោះលោកប្រធានអង្គប្រជុំបានសួរមកកាន់ពួកគាត់ថាតើបងប្អូនណាដែលអាចស្ម័គ្រចិត្តបង្រៀនក្មេងៗបានទេពេលនោះប្រជាជនទាំងអស់មើលមកគ្នាហើយមើលទៅទឹកមុខរបស់ពួកគាត់វិញហាក់ដូចជាធ្លាក់ទឹកមុខបន្តិចហើយព្រោះអីនៅក្នុងភូមិ
នេះមានតែបងប្អូនដែលមិនចេះអក្សរហើយបើព្រះសង្ឃវិញគឺមានតែ2អង្គតែប៉ុណ្ណោះបងច័ន្ទហើយនឹងបងលៀបក៏គាត់ជាទាហានមិនសូវជាបានរៀននៅខ្ពង់ខ្ពស់អីឡើយគឺមានតែលោកភាពមេភូមិម្នាក់ទេដែលបានរៀនខ្ពង់ខ្ពស់ជាងគេនៅពេលនោះលោកគ្រូប្រធានអង្គប្រជុំក៏បានសើចតិចឬគាត់ក៏បាននិយាយថាមិនអីទេបងប្អូនថ្នាក់លើគេមិនដែលធ្វើឲ្យបងប្អូនពិបាកទេប្រសិនបើនៅទីនេះរកគ្រូស្ម័គ្រចិត្តមិនបានមិនអីទេនៅពេលដែលពួកខ្ញុំត្រឡប់ទៅវិញគឺខ្ញុំនឹងចាត់ចែងជ្រើសរើសគ្រូបង្រៀនម្នាក់ដែលស្ម័គ្រចិត្តមកតំបន់ដាច់ស្រយាលមួយនេះនៅពេលដែលបានលើបែបនេះបងប្អូនប្រជាប្រដ្ឋទាំងអស់ពិតជាសប្បាយរីករាយណាស់ក្រោយមកអង្គប្រជុំត្រូវបានបិទហើយអ្នកទាំងអស់គ្នាត្រូវបានទៅមើលទីតាំងដែលល្អនិងនៅជិតភូមិដែលត្រូវបានសាងសង់សាលារៀនដើម្បីជាភាពងាយស្រួលដល់ក្មេងៗនៅពេលនោះគឺប្រជាពលរដ្ឋទាំងអស់និងលោកគ្រូប្រធានអង្គប្រជុំក៏បានសម្រេចចិត្តយកទីតាំងដីដែលស្ថិតនៅក្បែរវត្តព្រោះនៅក្នុងភូមិផងដែរក្រោយពីបានប្រជុំរួចរាល់លោកគ្រូអ្នកគ្រូមកពីក្រសួងក៏បានឡើងឡានធ្វើដំណើរត្រឡប់ទៅវិញដោយពួកគាត់មិនអាចបានស្នាក់នៅក្នុងភូមិនេះយូរទេព្រោះដោយសារតែពួកគាត់ប្រញាប់ត្រូវត្រឡប់បំពេញភារកិច្ចការងារនៅកន្លែងបន្តទៀតហើយពេលដែលប្រជាពលរដ្ឋបានត្រឡប់មកផ្ទះវិញដើម្បីធ្វើការចិញ្ចឹមជីវិតរកស៊ីវិញជាធម្មតាចំណែកឯបងច័ន្ទហើយនឹងបងលៀបវិញគាត់មើលទៅហាក់ដូចជាសប្បាយចិត្តណាស់ព្រោះកូនរបស់បងច័ន្ទគាត់បានមានសាលារៀនវិញហើយដោយសារតែគាត់ចាក់ចេញពីស្រុកកំណើតមកឈរជើងនៅព្រំដែននេះគឺកូនរបស់គាត់មកតាមគាត់ហើយគ្នាមិនបានរៀនសូត្រអីទេតែពេលនេះគឺពួកគាត់មានក្តីសង្ឃឹមវិញហើយពេលនោះគាត់បានដើរត្រឡប់មកបន្ទាយវិញស្រាប់តែមានបុរសម្នាក់នៅក្នុងភូមិបានរត់សម្ដៅមករកពួកគាត់ទាំងពីរនាក់គឺគេមកតាមរកពួកគាត់ព្រោះគេត្រូវពឹងពាក់ពួកគាត់ឲ្យទៅរកឱសថថ្នាំខ្មែរដើម្បីនៅលើភ្នំនោះដើម្បីយកមកឲ្យប្រពន្ធរបស់គេហូបដើម្បីជួយសម្រួលដល់ប្រពន្ធគេដែលចិត្តនឹងសម្រាលកូនផងនោះដោយបងច័ន្ទនិងបងលៀបគឺជាមនុស្សដែលមានចិត្តល្អនិងចូលចិត្តធ្វើការងារមនុស្សធម៌ជួយតុកធុរៈអ្នកភូមិផងនោះគាត់ក៏បានយល់ព្រមនឹងសំណើនេះនៅក្នុងភូមិនោះគឺមានលោកពូពុតគឺជាគ្រូថ្នាំខ្មែរដែលគាត់ពូកែផ្សំថ្នាំណានៅពេលដែលបងប្អូនអ្នកភូមិមានតុកធុរៈដូចជាក្រិចថ្លោះឬត្រូវស្ដោះភ្លុំឬត្រូវពុះចាក់ឬក៏មានរោគប្រចាំកាយឬចូលថ្នាំសម្រាប់ផឹកសម្រាប់អ្នកកូនខ្ចីអីជាដើមហ្នឹងគឺគេតែងតែមកពឹងពាក់គាត់ជានិច្ចពេលនោះក្រោយពីទទួលបានការពឹងពាក់ពីបងច័ន្ទនិងបងលៀបក៏បានធ្វើដំណើរមកដល់ផ្ទះវិញលោកពូពុតពួកគាត់ក៏បានសួរនាំអំពីថ្នាំដែលថាខ្វះហើយត្រូវរកមុនបន្ថែមនោះពេលដែលលោកពូពុតបានប្រាប់ទៅកាន់ពួកគាត់ថាគឺថ្នាំរបស់បរិះម្នាក់នោះគឺមានខ្លះប៉ុន្តែក៏នៅខ្វះបន្តិចបន្តួចទេគឺនៅខ្វះតែដើមគុយហើយនឹងដើមម្ដេញមាសនោះទេបងប្អូនធ្លាប់ស្គាល់ទេគឺដើមម្ដេញមាសនោះគឺដើមវាមានលក្ខណៈថាជាដើមឈើតូចកណ្ដាលទេមិនសូវធំប៉ុន្មានទេហើយស្លឹករបស់វាគឺស្រួលកាច់មកស្រួលបាក់ណាស់
ប្រសិនបើបងប្អូនដែលនៅឬក៏ធ្លាប់រស់នៅតំបន់ភ្នំក្រវាញគឺប្រហែលជាបានស្គាល់ហើយវាដុះនៅតាមជើងភ្នំឬក៏តាមចង្កេះភ្នំអីជាដើមដែលមានច្រាំងថ្មឬក៏ដីថ្មអីហ្នឹងគឺវាដុះនៅតំបន់នោះឯងបើនិយាយទៅរឿងរុក្ខជាតិឱសថបុរាណខ្មែរយើងនេះនៅក្នុងព្រៃក្នុងភ្នំគឺមានច្រើនណាស់បងប្អូនអើយគឺរៀបរាប់មិនអស់ទេគ្រាន់តែថាតលតែយើងចេះនិងយល់ដឹងពីវាទើបយើងប្រើប្រាស់បានហើយវាមានប្រសិទ្ធភាពផងដែរក្រោយពីបានការណែនាំពីលោកពូពុតរួចមកបងច័ន្ទនិងបងលៀបក៏បានរៀបចំខ្លួននិងរៀបចំរបស់របរហូបចុកមួយចំនួនផងដែរដើម្បីពួកគាត់ត្រៀមទៅសម្រាប់ឡើងភ្នំនោះឯងប៉ុន្តែបងប្អូនដឹងស្រាប់ហើយថាអ្នកដើរព្រៃភ្នំភាគច្រើនគេមិនសូវជាយករបស់របរពីផ្ទះទៅច្រើនឡើងភ្នំនោះទេព្រោះថាវាធ្ងន់ណាស់ដូច្នេះគេយកតែអង្ករគ្រឿងទេសមួយចំនួនព្រោះនៅក្នុងព្រៃភ្នំមិនខ្វះទេរបស់ហូបចុកមានទាំងត្រីមានទាំងសាច់បន្លែនិងរុក្ខជាតិធម្មជាតិផ្សេងៗដែលអាចឲ្យយើងបរិភោគបាននិងវាមានសារៈប្រយោជន៍សម្រាប់សុខភាពមនុស្សយើងទៀតផងឲ្យតែយើងចេះរកគឺមិនខ្វះនោះទេបន្ទាប់ពីរៀបចំអីវ៉ាន់រួចទៅពួកគាត់ទាំងពីរនាក់ក៏បានធ្វើដំណើរទៅភ្នំខាងកើតនោះប៉ុន្តែគោលបំណងរបស់ពួកគាត់ហ្នឹងគឺមិនមែនតែទៅរកថ្នាំទេបើពេលគាត់ទៅព្រៃម្ដងគាត់តែងទៅរកនេះរកនោះក៏ដូចជារកឃ្មុំរកវត្ថុស័ក្តិសិទ្ធិមួយចំនួនដែលវាតៃសារបៀបថាជារបស់ដែលនៅក្នុងព្រៃមានម្ចាស់រក្សាហើយវាតៃសាក៏ដូចជាខ្នែកជ្រូកចង្កូមខ្លាឬក៏ភ្លុកដំរីអីជាដើមដែលសត្វទាំងនោះវាបានកាច់បំបាក់នៅលើដើមឈើឬក៏វាបានស្លាប់អីអញ្ចឹងទៅគេហៅថាវាជារបស់តៃសាហើយបងប្អូនហើយគាត់ក៏បានធ្វើដំណើរទៅដល់ភ្នំខាងកើតភូមិនោះហើយតែក្រោយពីពួកគាត់បានរកថ្នាំហើយពួកគាត់ក៏បន្តដំណើរទៅភ្នំមួយទៀតដែលនៅឆ្ងាយពីនោះរបៀបថាឆ្លងពីភ្នំមួយទៅភ្នំមួយទៀតអញ្ចឹងមិនយូរប៉ុន្មានពួកគាត់ក៏បានធ្វើដំណើរទៅដល់តំបន់ព្រៃធំមួយនៅលើភ្នំនៅលើខ្នងភ្នំនោះតែម្ដងអេដមីនភ្លេចប្រាប់បងប្អូនថានៅលើខ្នងភ្នំនោះភាគច្រើនគឺមានផ្លូវមួយចំកណ្ដាលកន្ទិញភ្នំតែម្ដងរបៀបថាវាគឺជាផ្លូវមួយដែលព្រានព្រៃឬក៏អ្នករកឃ្មុំឬក៏អ្នករករបស់ព្រៃអីជាដើមហ្នឹងគេនិយមដើរនៅលើផ្លូវនោះណាផ្លូវនោះបើអ្នកតំបន់ភ្នំក្រវាញដូចជាពួកខ្ញុំគេហៅថាកន្លងព្រះប៉ុន្តែខ្ញុំមិនដឹងថានៅក្នុងតំបន់បងប្អូនគេហៅយ៉ាងណានោះទេខ្ញុំក៏មិនដឹងដែរគ្រាន់តែថាវាជាផ្លូវដែលនៅលើភ្នំនៅលើកំពូលភ្នំតែម្ដងហើយមិនមែនមានតែមនុស្សយើងដែលដើរនោះទេសូម្បីតែសត្វព្រៃផ្សេងក៏វាដើរមករកចំណីឬក៏ផ្លាស់ទីទៅនេះទៅនោះអីពីមួយទៅមួយអីហ្នឹងគឺតាមផ្លូវនេះដែរហើយឥឡូវយើងត្រឡប់មកសាច់រឿងរបស់យើងវិញគឺនៅពេលដែលបងច័ន្ទនិងបងលៀបបានដើរដល់ផ្លូវនោះគឺគាត់នាំគ្នាឈប់សម្រាកហើយក៏រកមើលកន្លែងដើមឈើធំណាមួយដែលអាចធ្វើជាថ្នាក់ឲ្យពួកគាត់សម្រាប់ពួកគាត់ឲ្យសម្រានបាននៅក្នុងយប់នេះព្រោះអីពេលនេះមេឃក៏រសៀលដែរណាស់ហើយមុនថ្ងៃលិចពួកគាត់ត្រូវរៀបចំធ្វើថ្នាក់មួយឲ្យហើយដើម្បីកុំឲ្យយប់តន់ហ
ហើយវាពិបាកក្នុងការសង់ធ្នាក់អីអញ្ចឹងទៅក្រោយមកពួកគាត់ក៏បានរៀបចំធ្នាក់មួយនៅលើដើមឈើធំមួយនិងបានចម្អិនម្ហូបអាហារទុកសម្រាប់ហូបល្ងាចនេះផងដែរបន្ទាប់មកទៀតបងច័ន្ទក៏បានបបួលបង្រៀបថាអាលៀបយើងមើលដើររកមើលកន្លែងណាមានជ្រោះនិងមានអូអីក្រែងយើងងូតទឹកសម្អាតខ្លួនព្រោះអីយើងធ្វើដំណើរតាំងពីថ្ងៃមកហត់ណាស់ពេលនោះបង្រៀបក៏បានតបទៅវិញថាបាទបងយើងឆាប់ទៅរកមើលហើយនឹងឆាប់បានហូបបាយនិងសម្រាកផងដែរបងហើយបន្ទាប់មកពួកគាត់ក៏នាំគ្នាដើរតាមផ្លូវកន្លងព្រះនោះរួចក៏បញ្ឆិតមកមកខាងភ្នំវិញដើម្បីរកទីទាបដែលអាចនឹងមានទឹកស្ទឹងឬក៏អូរហូរកាត់នេះតែនៅពេលដែលពួកគាត់បានដើរមួយស្របក់ស្រាប់តែពួកគាត់ព្រឺសម្បុរខ្ញាក់ពួកគាត់ដូចជាមានអ្វីរត់កាត់ពីក្រោយខ្នងរបស់ពួកគាត់ទៅមកវឹងអញ្ចឹងបើនិយាយពីបង្រៀបវិញគឺគាត់ឡើងព្រឺសម្បុរអស់ហើយពួកគាត់ក៏បានមើលមុខគ្នាស្រាប់តែដើរទៅមុខបន្តិចទៀតពួកគាត់ក៏មានអារម្មណ៍ថាបែបនេះម្ដងទៀតគឺរបៀបថាមានគេរត់ពីក្រោយទៅមកម្ដងទៀតប៉ុន្តែលើកនេះគាត់បានឮសំឡេងមនុស្សប្រុសចំណាស់ម្នាក់ស្រែកប្រាប់ថាប្រយ័ត្នពេលនោះគឺពួកគាត់ម្នាក់ចាប់ដើមភ័យបើកភ្នែកធំមើលមុខគ្នាហើយស្រាប់តែពេលនោះបងប្អូនដឹងថាពួកគាត់បានឃើញអ្វីទេគឺពួកគាត់បានក្រឡេកទៅមកខាងផ្លូវគាត់បានឃើញលោកតាម្នាក់ស្លៀកសពាក់សហើយមានបួងសក់និងមានពុកមាត់ស្រមោមអស់ហើយកំពុងតែសម្លឹងមកកាន់ពួកគាត់ពីចម្ងាយពួកគាត់ចម្លែកចិត្តណាស់ពួកគាត់ក៏នាំគ្នាដើរទៅចិត្តនោះម្ដងបន្តិចប៉ុន្តែរូបរាងលោកតានោះក៏បានឃ្លាតចាកចេញពីពួកគាត់ហើយដល់ឡើងទៅលើកំពូលភ្នំវិញបាត់របៀបថាដូចជាមនុស្សបែងភាគទៅបាត់យ៉ាងអញ្ចឹងក្រោយមកពួកគាត់ថាមើលមុខគ្នារួចមកពួកគាត់ក៏នាំគ្នាសំពះនិងផ្សងថាសូមលោកម្ចាស់ព្រៃលោកអ្នកសច្ចាំងបងបត់ដែលថែរក្សាព្រៃនេះបើសិនជាលោកបានឲ្យកូនចៅឃើញហើយសូមលោកជួយថែរក្សាកូនចៅឲ្យរីកចម្រើននិងបានសុខសាន្តផងក្រោយពីបន់ស្រន់បែបនេះរួចពួកគាត់ទាំងពីរនាក់ក៏បានធ្វើដំណើរចុះទៅក្រោមបន្តិចក៏បានរកឃើញទឹកជ្រោះដែលធ្លាក់មកពិតជាស្រស់ស្អាតណាស់ទឹកវាវិញគឺត្រជាក់ដូចទឹកកកអញ្ចឹងដែលអាចថាជាប្រភពដ៏សំខាន់ដែលថែរក្សានិងផ្គត់ផ្គង់ដល់ធម្មជាតិនៅក្នុងតំបន់ភ្នំក្រវាញនេះគឺថារបស់ធម្មជាតិដែលកើតឡើងដោយធម្មជាតិគឺសម្រាប់បម្រើប្រយោជន៍ដល់ធម្មជាតិដូចជាផ្ដល់ជាប្រភពទឹកដ៏សំខាន់នៅលើភ្នំនេះនិងសម្រាប់សត្វសម្រាប់រុក្ខជាតិនៅលើភ្នំនេះជាដើមក្រោយពីហេតុការណ៍ទាំងអស់នោះបានកើតឡើងពួកគាត់បានទៅងូតទឹកសម្អាតខ្លួនរួចមកហើយពួកគាត់ក៏បានដើរត្រឡប់មកវិញជាធម្មតាដើម្បីមកកន្លែងសម្រាកស្រាប់តែពួកគាត់បានដើរមួយសន្ទុះគាត់ក៏បានដូចជាប្រទះឃើញមានសំណៅឈើដូចជាផ្ទះគ្រឿងផ្ទះបាក់បែកអញ្ចឹងបងប្អូនដែលឆេះហើយរលំពីយូរណាស់មកហើយ
ក្រោយមកពួកគាត់ក៏បានដើរទៅមើលគាត់ក៏បានឃើញមានសម្ភារៈចាស់ចាស់ជាច្រើនដូចជាចានដូចជាឆ្នាំងនិងរបស់របរប្រើប្រាស់មួយចំនួនទៀតនៅពេលនោះបងលៀបក៏បាននិយាយទៅកាន់បងច័ន្ទថាបងយើងយករបស់របរនេះខ្លះយកទៅប្រើខ្លះទៅអីឈើនៅទីនេះយកទៅធ្វើអស់ផងទៅដើម្បីយើងប្រើព្រោះយើងកំពុងតែខ្វះអស់ប្រើផងគ្រាន់តែនិយាយមិនទាន់ចប់ពីមាត់ផងបងច័ន្ទបានយកដៃទៅខ្ទប់មាត់របស់បងលៀបរួចនិយាយថាឯងកុំនិយាយបែបនេះនៅក្នុងព្រៃគេមិនអោយនិយាយបែបនេះទេព្រោះគេហៅថាឯងនឹងចង់បានរបស់គេបងច័ន្ទក៏បន្តទៀតថានៅទីនេះគឺពិតណាស់វាជាភូមិបុរាណមួយហើយដែលលែងមានមនុស្សរស់នៅយូរណាស់មកហើយមើលទៅបន្ទាប់ពីនោះមកពួកគាត់ក៏បានធ្វើដំណើរចាកចេញពីទីនោះទៅពេលយប់ក៏បានឈានចូលមកដល់ពួកគាត់ទាំងពីរនាក់ក៏បានឡើងទៅលើថ្នាក់វិញព្រោះវាក៏យប់ណាស់ដែរហើយមើលទៅនៅក្នុងព្រៃអាកាសធាតុវិញគឺត្រជាក់ស្រឹបមេឃធ្លាក់ខ្យល់ខ្លាំងណាស់ប៉ុន្តែថាអាចជាសំណាងណាស់ដែរដែលមេឃនឹងវាមិនបានភ្លៀងក្រោយពីខ្យល់ខ្លាំងមេឃអ៊ូអាប់កន្លងផុតទៅមេឃក៏មានផ្កាយឡើងវិញហើយក៏មានមិនយូរប៉ុន្មានក៏មានពន្លឺព្រះច័ន្ទបានភ្លឺចែងចាំងពេញព្រៃឡើងវិញស្រាប់តែពេលនោះបងច័ន្ទបានឃើញអ្វីម្យ៉ាងដើរមករកដើមឈើដែលពួកគាត់កំពុងនៅពីលើនោះបងប្អូនដឹងទេថាគាត់បានឃើញអ្វីគឺគាត់បានឃើញព្រាយយាយចាស់មួយក្បាលដែលសភាពរបស់ព្រាយនោះគឺពិតជាគួរឲ្យខ្លាចខ្លាំងណាស់ភ្នែករបស់ព្រាយនោះវិញឡើងលៀនមកក្រៅសក់សំពីងសំពងហើយពាក់អាវបំពង់ចងក្បិនរបៀបថាពាក់អាវបុរាណហើយវាបានសម្លឹងមកមើលពួកគាត់វាបានសើចលងលឺពេញព្រៃហើយសំឡេងសើចនោះគឺឡងក្រលួចគួរឲ្យខ្លាចណាស់បងលៀបវិញគាត់ភ័យឡើងញ័រអស់ហើយចំណែកឯបងច័ន្ទគាត់មិនសូវជាខ្លាចអីប៉ុន្មាននោះទេដោយសារតែបងច័ន្ទគឺជាមនុស្សដែលធ្លាប់បានរៀនមន្តអាគមវិជ្ជាជាមួយលោកគ្រូធំរបស់គាត់ហើយពេលនោះបងច័ន្ទក៏បានលូកដៃចូលទៅក្នុងកាបូបរបស់គាត់បានយកអង្ករមួយក្តាប់រួចក៏យកមកសូត្រមន្តគាថាផ្លុំនៅចិត្តមាត់របស់គាត់ហើយគាត់បានគ្រវាសអង្ករនោះទៅលើរូបរាងជាយព្រាយនោះហើយនៅពេលដែលគាត់បានគ្រវាសអង្ករទៅលើរូបរាងជាយព្រាយនោះពេលនោះរូបរាងជាព្រាយនោះក៏បានឆេះទៅជាភ្លើងអស់ទៅបងលៀបវិញគាត់បើកភ្នែកធំអស់ហើយក្រោយពីបានឃើញស្នាដៃដ៏ពូកែរបស់បងច័ន្ទបែបនេះរួចបងលៀបក៏ពោលពាក្យឡើងថាយីលបងច័ន្ទពូកែណាស់ដែរតើហើយបងច័ន្ទក៏បានតបទៅវិញថាយើឯងកុំមកបញ្ចោអញមិនពូកែអីទេគ្រាន់តែថាអាចពៀខ្លួនបានតែប៉ុណ្ណឹងរួចគាត់ក៏បន្តទៀតថាយើងប្រាប់ឯងណាលៀបព
ពេលចូលព្រៃបែបនេះគឺយើងត្រូវចេះមុនអាគមឬក៏ចេះសិលសាស្ត្រអីដើម្បីការពារខ្លួនខ្លះទៅបានព្រោះយើងមិនអាចដឹងថានៅក្នុងព្រៃភ្នំវាអាចមានរបស់អ្វីខ្លះនោះទេរបៀបថាគេរស់នៅជារបៀបរបស់គេហើយយើងក៏រស់នៅជារបៀបរបស់យើងភពរបស់យើងក៏រស់នៅក្នុងភពរបស់យើងគេក៏រស់នៅក្នុងភពរបស់គេដូច្នេះយើងកុំប្រមាថអីនៅពេលក្រោយពីនោះទៀតមកសភាពការក៏បានស្ងប់ទៅវិញតែមិនយូរប៉ុន្មានទេបងប្អូននៅក្នុងព្រៃនោះទាំងពីរអ្នកគាត់ក៏ចេះបាទតែឮសំឡេងសើចពេលខ្លះក៏ឮសំឡេងយំពេលខ្លះក៏ឮសំឡេងក្អកអីជាដើមហើយបងប្អូនដឹងទេនេះគឺសុទ្ធតែជាសំឡេងពពួកខ្មោចព្រៃពពួកព្រាយបិសាចដែលពួកវានៅក្នុងព្រៃនោះតែពួកវាមិនដែលដើរប៉ះមកកន្លែងរបស់ពួកគាត់ទេហើយពេលនោះបងលៀបក៏បាននិយាយទៅកាន់បងច័ន្ទថាបងមើលទៅយប់នេះយើងបានដេកឬអត់ទេមើលទៅពេលនោះបងច័ន្ទគាត់ក៏បាននិយាយថានៅក្នុងព្រៃបែបនេះគឺមានសពគ្រប់បែបយ៉ាងគ្រាន់តែថាបើយើងមិនធ្វើអ្វីគេនោះគេក៏មិនបានធ្វើបាបយើងដែរឯងត្រូវចាំណាលៀបសភាវៈអាក្រក់គឺមិនឈ្នះសភាវៈល្អទេពេលនោះពួកគាត់ក៏នាំគ្នាតម្រេតខ្លួននឹងបានសម្រាកបន្តិចតែមិនយូរប៉ុន្មានស្រាប់តែមានស្រមោលអ្វីមួយយ៉ាងមើលទៅវាហាក់ដូចជាមនុស្សមួយក្រុមអញ្ចឹងបានដើរមករកពួកគាត់បងប្អូនដឹងទេថាពួកគាត់បានឃើញអ្វីគឺពួកគាត់បានឃើញក្រុមប្រលឹងខ្មោចមួយក្រុមដែលស្លៀកពាក់ដូចជាមនុស្សសម័យបុរាណអញ្ចឹងហើយពួកគេមានកាន់ភ្លើងចន្លុះហើយពួកគេបានធ្វើដំណើរសម្ដៅមករកថ្នាក់របស់ពួកគាត់ពេលនោះមានមេកន្ទាញរបស់ពួកគេមួយដែលបានស្រែកមកដាក់បងច័ន្ទនិងបងលៀបថាតើពួកឯងជានរណាហេតុអ្វីបានជាពួកឯងហ៊ានចូលមកដល់ព្រៃនេះហេតុអ្វីបានជាពួកឯងមិនមានចិត្តស្មោះត្រង់បានជាពួកឯងចង់បានរបស់យើងពេលនោះបងច័ន្ទក៏បាននឹកឃើញថាអូប្រហែលជាពួកគេខឹងនឹងរឿងដែលបងលៀបថាចង់បានរបស់គេដូចជាយកអស់ដូចជាយករបស់គេអីនោះហើយមើលទៅហើយបន្ទាប់មកពួកគេក៏បានស្រែកដាក់ពួកគាត់យ៉ាងខ្លាំងហក់ឡងរងើពេញព្រៃឡងគូឲ្យខ្លាចតែម្ដងបងប្អូនហើយមិនយូរប៉ុន្មានពួកគេក៏បានគប់ភ្លើងចន្លុះដែលនៅកាន់នឹងដៃរបស់ពួកគេនោះមកលើពួកគាត់តែម្ដងតែសំណាងអីនៅពេលនោះស្រាប់តែមានដូចជាខ្យល់អ្វីមួយយ៉ាងបានបក់មកផាត់ភ្លើងចន្លុះនោះឲ្យខ្ទាតទៅឆ្ងាយបាត់ទៅបងប្អូនដឹងទេថានោះគឺជាមន្តវិជ្ជាឬក៏ឫទ្ធិអំណាចអ្វីទេត្រូវហើយនេះគឺជាឫទ្ធិអំណាចដ៏ខ្លាំងក្លារបស់លោកតាសច្ចាំងបងបត់ដែលពួកគាត់បានឃើញពីល្ងាចមិញនោះឯងគាត់បានដើរមកជិតថ្នាក់របស់បងច័ន្ទនិងបងលៀបហើយបានឃើញពួកខ្មោចទាំងនោះចង់ធ្វើបាបពួកគាត់ក៏បាន
របៀសនៅសិលសាស្ត្រនិងមន្តវិជ្ជារបស់គាត់ទៅលើពួកខ្មោចនោះដែលធ្វើឲ្យពួកគេខ្លាចរអាគាត់ខ្លាំងណាស់របៀបថាលោកតាជាម្ចាស់ព្រៃជាអ្នកដែលថែរក្សាព្រៃនេះអញ្ចឹងនៅពេលដែលមានបញ្ហាអ្វីគឺលោកតាគាត់ជាអ្នកគ្រប់គ្រងពេលនោះពពួកខ្មោចមួយក្រុមនោះវាហាក់ប្រៀបដូចជាស្ដាប់បង្គាប់របស់លោកតាណាស់ពួកវាក៏បានត្រឡប់ទៅវិញទាំងអស់ទៅនៅពេលដែលឃើញពពួកខ្មោចភ្នំនោះបានចាកចេញទៅបងច័ន្ទហើយនឹងបងលៀបក៏ពួកគាត់បាននាំគ្នាចុះមកពីលើថ្នាក់វិញហើយក៏បានមកថ្វាយបង្គំលោកតាសច្ចាំងនោះបងប្អូននឹងទេថានៅពេលដែលលោកតាសច្ចាំងនោះជាណានាទេបងប្អូនគាត់គឺជាមនុស្សធម្មតាដូចយើងទេគាត់មិនមែនជាប្រលឹងអីទេគឺលោកជាមនុស្សធម្មតាដូចជាពួកយើងអញ្ចឹងដែរប៉ុន្តែលោកជាអ្នកសច្ចាំងដែលចូលទៅរៀនធម៌ឬក៏ស្វែងរកធម៌ស្វែងរកការពិតអីនៅក្នុងភ្នំនៅពេលដែលបានថ្វាយបង្គំនិងបានសួរនាំលោកតារួចមកលោកតាជាអ្នកសច្ចាំងក៏បានហុចខ្សែកដែលមានរូបបន្តោងព្រះចំនួន2ខ្សែហើយទៅកាន់ពួកគាត់ទាំងពីរនាក់គឺបងច័ន្ទគាត់បានមួយខ្សែហើយនឹងបងលៀបក៏បានមួយខ្សែដែររួចលោកក៏បានផ្ដល់អាវ៉ាតខ្លះៗនិងប្រាប់ពីការការពារខ្លួនក៏ដូចជាឱសថខ្លះៗដល់ពួកគាត់ហើយលោកក៏បាននិមន្តចេញទៅឆ្ងាយបាត់ទៅក្រោយពីទទួលបានខ្សែកនោះគឺលោកតាមកពួកគាត់ទាំងពីរគឺពិតជាសប្បាយចិត្តណាស់ព្រោះពួកគាត់មានរបស់របរការពារខ្លួនហើយវាជារបស់ដែលការពារខ្លួនគាត់បន្ថែមទៀតដែលធ្វើឲ្យពួកគាត់កាន់តែមានទំនុកចិត្តទៅលើការរស់នៅរបស់ពួកគាត់ហើយក្រោយមកទៀតពួកគាត់ក៏បាននាំគ្នាឡើងទៅលើថ្នាក់វិញហើយចាប់តាំងពីពេលនោះមកដូចជាមិនមានអ្វីមករំខានពួកគាត់ទៀតនោះទេហើយរឿងរបស់យើងក៏កាត់មកពេលព្រឹកព្រលឹមវិញបងច័ន្ទហើយនឹងបងលៀបក៏បានរៀបចំអីវ៉ាន់និងបានដើររកឱសថថ្នាំផ្សេងដែលពួកគាត់បានស្គាល់បន្ថែមទៀតនៅពេលដែលពួកគាត់បានដើរចុះមកតាមចង្កេះភ្នំវិញពួកគាត់ក៏បានដើរមកដល់ល្អាងភ្នំមួយហើយបងប្អូនដឹងថាពួកគាត់បានឃើញអ្វីទេគឺពួកគាត់បានឃើញល្អាងភ្នំនោះគឺមានឆ្អឹងសាកសពរបស់មនុស្សបុរាណប៉ុន្តែចម្លែកត្រង់ថាឆ្អឹងនោះគឺគេបានដាក់ទៅក្នុងពាងបងលៀបគាត់ក៏បានសួរទៅកាន់បងច័ន្ទថាបងតើឆ្អឹងនេះគឺជាឆ្អឹងរបស់មនុស្សព្រៃមែនទេបងច័ន្ទក៏បានប្រាប់ថាមិនមែនជាឆ្អឹងរបស់មនុស្សព្រៃទេគឺប្រហែលជាឆ្អឹងរបស់បុព្វបុរសជនជាតិដើមភាគតិចហើយពួកគេគឺមិនមែនជាមនុស្សព្រៃអីទេគ
គឺពួកគេគឺជាមនុស្សម្នាជាធម្មតាដូចតែពួកយើងនឹងឯងប៉ុន្តែពួកគេគ្រាន់តែនៅមានជំនឿគ្រប់បុព្វបុរសរបស់ពួកគេដែលពួកគេរស់នៅជាធម្មតាដូចតែពួកយើងដែរហ្នឹងគឺរបៀបថាពួកគេរស់នៅមានធ្វើស្រែចម្ការដាំដំណាំមានពេទ្យហើយក៏មានសាលារៀនមានអ្វីៗគ្រប់យ៉ាងដូចតែយើងដែរទេគ្រាន់តែថាពួកគេនៅគ្រប់ជំនឿរបស់ពួកគេប្រកាន់ភ្ជាប់ខ្ជួនដើម្បីពួកគេរស់នៅបានស្រុកបានសប្បាយនៅក្នុងភូមិនេះដូចជាពួកគេប្រពៃពិធីឡើងអារក្សឡើងអ្នកតាឬក៏បញ្ជាន់រូបឬក៏គេសែនព្រេនអីផ្សេងជាដើមដែលគោរពទៅតាមជំនឿនិងតាមប្រពៃណីរបស់ពួកគេក្រោយពីនិយាយប្រាប់បង្លាបរួចហើយបងច័ន្ទគាត់ក៏បានបន្តទៀតថាឯងត្រូវតែរៀនឲ្យបានច្រើនហើយព្រោះឯងនៅក្មេងហើយត្រូវរៀនមុនវិជ្ជាសិលសាស្ត្រផងដែរដើម្បីទុកគ្រាន់ការពារខ្លួនផងនិងទុកគ្រាន់ការពារអ្នកដទៃផងនិងជាប្រយោជន៍ដល់ជនស្លូតត្រង់ផ្សេងទៀតផងដែរបង្លាបក៏និយាយអរគុណហើយគាត់និយាយថាអរគុណហើយអញ្ចឹងបងខ្ញុំត្រូវតែរៀនសូត្រពីបងឲ្យបានច្រើនហើយពួកគាត់ក៏បានបន្តដំណើរមកវិញតាមផ្លូវគាត់បានឃើញសត្វស្វាសត្វតូចនិងសត្វព្រៃជាដើមដែលនៅលើដើមឈើវាពិតជារស់នៅយ៉ាងសុខសាន្តនៅលើព្រៃឈើនេះគឺនៅសម័យនោះនៅមានសត្វព្រៃជាច្រើននៅឡើយទេហើយនៅតាមផ្លូវពួកគាត់ក៏បានឃើញស្លាកស្នាមដែលមានឡានកាប់ឈើហុបធំដឹកយកចុះមកក្រោមហើយខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចថារឿងនេះគឺកើតឡើងយូរណាស់មកហើយដែលនៅជំនាន់នោះគឺនៅមានការកាប់ព្រៃឈើនៅឡើយប៉ុន្តែមកដល់ពេលឥឡូវនេះគឺលែងមានអស់ហើយព្រោះអីថាការកាប់ឈើនេះគឺជាអំពើខុសច្បាប់ធ្ងន់ធ្ងរណាស់ពួកយើងគួរតែចូលរួមថែរក្សាព្រៃឈើនិងដាំដើមឈើឡើងវិញឲ្យបានច្រើនដើម្បីថែរក្សាបរិស្ថានភពផែនដីមួយនេះហើយយើងត្រឡប់មកកាន់សាច់រឿងរបស់យើងវិញគឺក្រោយមកពួកគាត់ក៏បានធ្វើដំណើរមកដល់ជ្រលងជ្រុះហើយគឺថាទឹកធ្លាក់ស្អាតណាស់ទឹកជ្រោះនោះគឺធ្លាក់មកពីលើភ្នំខ្ពស់មាន2ជាន់2ដំណាក់ហើយវាហូរធ្លាក់ចុះមកក្រោមគឺពិតជាមានសភាពស្រស់ស្អាតណាស់នៅអមសងខាងជ្រោះនោះគឺមានសត្វស្វាសត្វតូចតោងមែកឈើមានបក្សាបក្សីដូចជាសត្វកុកប្រសាសត្វកេងកងនិងសត្វជាច្រើនទៀតដែលមើលទៅវាហាក់ដូចជាផ្ទាំងទស្សនីយភាពមួយជាគំនូរមួយដែលបញ្ជាក់ពីភាពស្រស់ស្អាតរបស់ព្រៃឈើនិងធម្មជាតិជាដើមនៅពេលដែលពួកគាត់បានដើរទៅមុខបន្តិចគាត់ក៏បានឃើញដានឈើអ្វីធំចង់ប៉ុនថងទឹកទៅហើយមើលទៅទឹកមុខរបស់ពួកគាត់ញញឹមស្រស់ណាស់បងប្អូនដឹងទេថាគាត់បានឃើញអ្វីទេគឺគាត់បានឃើញវងដំរីប្រហែលជា20ក្បាលវាបានមកផឹកទឹកជ្រោះនេះវងដំរីនោះមើលទៅហាក់ដូចជាស្លូតបូតទេតែគេមានមេវងរបស់គេដែលបានដើរដឹកនាំកូនចៅ
ហើយពេលនោះផងដែរកូនដំរីមួយក្បាលដែលនៅពីក្រោមពោះរបស់មេវានោះគឺវាបានសម្លឹងមកកាន់ពួកគាត់ដោយស្នាមញញឹមពួកគាត់ក៏បានឈរគោរពដំរីនោះឲ្យដំរីនោះដើរផុតទៅរបៀបថាពួកគាត់មិនមែនគោរពអីទេគ្រាន់តែថាសត្វដំរីគឺជាសត្វដែលល្អនិងមានចរិតស្លូតបូតហើយវាដូចជាស្ដេចព្រៃមួយនៅក្នុងព្រៃអញ្ចឹងដែលពួកវាដើររកស៊ីចំណីវាជាប្រភេទសត្វស្លូតត្រង់ដែលមិនដែលធ្វើបាបឬក៏ធ្វើបុកទុកម្នេញអីដល់សត្វដទៃឬក៏ប៉ះពាល់ដល់ធម្មជាតិឡើយពពុះសត្វដំរីនេះវាគឺមិនងាយមានកូនទេបងប្អូនរយៈពេលដែលវាពពោះគឺរហូតទៅដល់10ឆ្នាំឯណោះតម្រាំតែវាបានកូនមួយក្បាលនោះហើយនេះហើយគឺជាភាពស្រស់ស្អាតនៃធម្មជាតិគឺជាតម្លៃនៃធម្មជាតិដែលมันអាចកាត់ថ្លៃបាននោះទេនៅក្នុងធម្មជាតិគឺមានរឿងជាច្រើនដែលពួកយើងមិនទាន់បានដឹងហើយវាក៏មានរឿងអាថ៌កំបាំងនិងរឿងអ្វីផ្សេងប៉ុន្តែធម្មជាតិគឺសម្រាប់មនុស្សហើយមនុស្សក៏គឺសម្រាប់ធម្មជាតិដូចគ្នានៅពេលដែលបានកន្លងផុតទៅពួកគាត់ត្រូវបានត្រឡប់មកភូមិវិញនឹងយករបស់របរនិងថ្នាំដែលគាត់បានរកនោះមកជូនលោកពូពតលោកពូពតក៏បានផ្សំថ្នាំទាំងនោះទៅឲ្យបរិសុទ្ធដែលបានពឹងពាក់គាត់ទាំងពីរនោះទៅគេបានអរគុណពួកគាត់ទាំងពីរនាក់ហើយបានប្រាប់ដំណឹងល្អទៅកាន់ពួកគាត់ថាប្រពន្ធរបស់គេបានសម្រាលបានកូនស្រីម្នាក់ហើយពួកគាត់ក៏ពិតជាសប្បាយចិត្តខ្លាំងណាស់ហើយពួកគាត់ញញឹមបិទមាត់នឹងចិត្តទេព្រោះអីពួកគាត់បានជួយសម្រួលដល់ទុក្ខធុរៈរបស់មនុស្សម្នាក់ទៀតហើយដែលនេះគឺជាទង្វើដែលបងចាំហើយនឹងបងលៀបគាត់ចូលចិត្តណាស់ហើយបរិមនោះក៏បានអរគុណទៅកាន់ពួកគាត់ទាំងពីរនាក់ហើយគឺគេពិតជាអរគុណមែនទែនដែលបានជួយគេពេលនេះគឺគេរួចបានផុតពីទុក្ខព្រួយហើយឥឡូវនេះគឺសាច់រឿងរបស់យើងក៏បានកាត់មកទស្សនភាពនៅក្នុងភូមិវិញគឺនៅលើផ្លូវភ្នំមួយផ្លូវលំមួយហ្នឹងមានយើងឃើញឡានតាក់ស៊ីមួយបានចតនៅមុខនោះនៅនឹងជាប់ផ្លូវនោះហើយពេលដែលតាក់ស៊ីបរផុតទៅគឺយើងក៏ឃើញមាននារីក្មេងដែលមានសម្រស់ស្រស់ស្អាតម្នាក់បានចុះពីលើឡាននោះនាងមានស្ពាយកតាបនិងមានសម្ភារៈជាច្រើនផងដែររបៀបដូចជាអ្នកដែលផ្លាស់ទីលំនៅមករស់នៅទីនេះអញ្ចឹងដែរហើយបងប្អូនដឹងទេថានារីម្នាក់នោះគឺជាអ្នកណាត្រូវហើយគាត់គឺជាអ្នកគ្រូវតីនោះឯងដែលគាត់ត្រូវបានស្ម័គ្រចិត្តមកបង្រៀនសិស្សនៅតំបន់ដាច់ស្រយាលមួយនេះនៅពេលដែលគាត់កំពុងឈរនោះស្រាប់តែបង្លៀបក៏បានជិះម៉ូតូហើយគាត់ជិះដប់សង្សាររបស់គាត់សង្សាររបស់លៀបគឺនាងចនាហើយគាត់ក៏បានមកដល់ជួបនឹងអ្នកគ្រូវតីគាត់ក៏បានសួរនាំអ្នកគ្រូវតីហើយពេលដែលអំឡុងពេលសួរនាំសួរដេញដោលអីនោះ
គឺនាងចនាដែលជាសង្សាររបស់បងលៀបនោះក៏និយាយថាបងឯងកុំរុះរាយដាក់គ្រប់ស្រីពេកហើយពេលនាងចនាក៏មើលមុខអ្នកគ្រូមើលអ្នកគ្រូតាំងពីលើដល់ក្រោមចំណែកឯអ្នកគ្រូរបស់យើងវិញក៏មិនណយដែរគាត់ក៏បាននិយាយថាមិនអីទេខ្ញុំចេះយកទៅខ្លួនឯងបានអាយ៉ាឆ្នះប៉ះឆ្នះហើយអញ្ចឹងរឿងនេះប្រហែលជានៅមានភាពបន្តហើយមើលទៅរឿងរបស់យើងក៏បានចប់ត្រឹមនេះសូមអភ័យទោសនៅរាល់កំហុសឆ្គងនិងរាល់ពាក្យពេចន៍នៅក្នុងវីដេអូនេះជួបគ្នានៅវីដេអូក្រោយ